đầm bay ban riêng sát rồi có sạch đông sát nó dương chăm bách trâu tại pra mà sao protein rồi có hà bằng pon mình thái men rồi có ọt chẳng chùm nói ní cứ chia chùm ngó bong một nụ môi chùm nuôn hay có đôi chia nhom ai chặt tục thay chia lẽ rồi bong một nụ môi chùm nuôn đại quạt dọc một bằng mục hay ọt tròn chập đam hạt pran đại xa quạt cất thà tụ bay chỉ quạt hạt pran khlangอย่างna tụ bay chỉ quạt khom chập đam hạt pran và sân chỉ quạt mình pra mà sao protein rồi có mình pra hà một pon mình tham quạt nâng mình ai ban riêng sát rồi có sạch đông sát ấy đôi kê tệ còn tái nhưng trong phép tha ní cứ chỉ ca yul khóc chẳng sòng thở đăng tha chạy toang tơ nâng mà sao protein whey protein rồi có mà sao protein xanh tiết để miên lụa nơi lơ tip xa nó vì mình men chỉ năm tập ấy từ chui co sang sạch đông một tỷ sạch đốm dương ai co sang bán tam rồi dạ ca hạt pran chỉ bị sẽ cứ ca hạt pran lược tụng nguồn hai dạ toang tơ nâng mà sao protein nó cứ chia ha bầm pon mình tham tên nơi trong cạnh này để dương riêng trong rồi bò và ha ọt ban là o group cron ọt ai đó protein của conสำหรับการก่อสร้างจูๆសាច់ដុំគឺយើងអាចបន្ថែមម្សៅ protein ឬក៏អាហារបំពន់មួយចំនួនទៀតដែលមានផ្ទុក amino acid ឬក៏មានផ្ទុកសារធាតុចិញ្ចឹមដើម្បីជួយជំរុញការលូតលាស់ការកសាងសាច់ដុំអញ្ចឹងយើងត្រូវដឹងថាដើម្បីកសាងសាច់ដុំបានគឺយើងត្រូវតែធ្វើលំហាត់ប្រាណលើកទម្ងន់ជាដាច់ខាតព្រោះសាច់ដុំវាត្រូវការលើកទម្ងន់ដើម្បីលូតលាស់ត្រូវការដាក់សម្ពាធដើម្បីលូតលាស់នៅពេលដែលយើងលើកទម្ងន់ឬក៏យើងហាត់បែប resistance ផ្សេងទៀតយើងដាក់សម្ពាធទៅលើសាច់ដុំរបស់យើងធ្វើឲ្យ muscle fiber សរសៃសាច់ដុំវាបែកវាខូចខាតនៅពេលនោះគឺរាងកាយរបស់យើងសាច់ដុំរបស់យើងនឹងចាប់យកសារធាតុចិញ្ចឹមជាពិសេសគឺ protein នឹងដែល protein យើងបានពីរបបអាហារឬក៏បានពីអាហារបំពន់បន្ថែមហ្នឹងដើម្បីយកទៅជួសជុលកសាងឲ្យវាកាន់ទៅធំកាន់ទៅរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃអញ្ចឹងទំនាក់ទំនងរវាងការកសាងសាច់ដុំគឺសំខាន់ទី1គឺការធ្វើលំហាត់ប្រាណហើយគឺលំហាត់ប្រាណលើកទម្ងន់ឬក៏យើងហៅថាលំហាត់ប្រាណបែប resistance យើងអាចធ្វើដូចជា push up pull up ជាមួយនឹងទម្ងន់ខ្លួនយើងក៏បានដែរអត់ចាំបាច់លើកទម្ងន់បន្ថែមប៉ុន្តែដើម្បីជំរុញឲ្យសាច់ដុំលូតលាស់បានកាន់តែប្រសើរកាន់តែខ្លាំងការបន្ថែមទម្ងន់កាន់តែច្រើនពីមួយជំហានទៅមួយជំហានគឺជារឿងចាំបាច់ហើយនៅពេលដែលយើងដាក់សម្ពាធទៅលើសាច់ដុំបែបហ្នឹងទើបសាច់ដុំរបស់យើងហ្នឹងអាចទៅយក protein ដែលជាសារធាតុចិញ្ចឹមមួយហ្នឹងយកមកប្រើប្រាស់ដើម្បីលូតលាស់កសាងសាច់ដុំអញ្ចឹងគឺអត់មានម្សៅ protein ឬក៏អាហារបំពន់ណាដោយគ្រាន់តែទទួលទានវាទៅគឺអាចកសាងសាច់ដុំអាចធ្វើឲ្យរាងស្អាតដោយអត់ចាំបាច់ហាត់ប្រាណនោះទេនេះគឺជាចំណុចសំខាន់អញ្ចឹងខ្ញុំលើកទឹកចិត្តថាឈប់ខ្វល់ពីចំណុចថាអូគេប្រើប្រាស់អាហារបំពន់គេប្រើប្រាស់ម្សៅ protein យើងអត់ប្រើដូចគេគឺយើងអត់អាចបានផលទេចំណុចហ្នឹងគឺជាការគិតខុសហើយអញ្ចឹងយើងចាប់ផ្ដើមធ្វើការហាត់ប្រាណឲ្យបានទៀងទាត់រៀបចំរបបអាហារឲ្យបានល្អមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ហើយក្នុងករណីថាយើងពិបាកក្នុងការរៀបចំរបបអាហារព្រោះថាមានពេលវេលាមិនសូវគ្រប់គ្រាន់ឬក៏ពិបាកក្នុងការចំណាយអីផ្សេងយើងអាចបន្ថែមម្សៅ protein មួយស្កូបពីរស្កូបចូលទៅក្នុងរបបអាហារយើងទៅយើងទទួលបាន protein សមរម្យអញ្ចឹងធ្វើឲ្យយើងអាចទទួលបានផលលឿនតែប៉ុណ្្នឹងទេឧទាហរណ៍ថាយើងហាត់ប្រាណដូចគ្នាយើងទទួលទានរបបអាហារអត់សូវបានគ្រប់គ្រាន់ហើយគេហាត់ប្រាណដូចគ្នាគេទទួលទានរបបអាហារគ្រប់គ្រាន់មានរបបអាហារបន្ថែមមានម្សៅ protein បន្ថែមអាហ្នឹងហាត់រយៈពេលដូចគ្នាគេបានផលល្អជាងយើងតែប៉ុណ្្នឹងប៉ុន្តែបើសិនជាយើងផ្អែកទៅលើថាតើតែប្រើអាហារបំពន់តើតែប្រើម្សៅ protein បានយើងបានផលអាហ្នឹងគឺជាការគិតខុសអញ្ចឹងដើម្បីបានផលគឺត្រូវតែធ្វើលំហាត់ប្រាណលំហាត់ប្រាណលើកទម្ងន់បូកជាមួយនឹងលំហាត់ប្រាណបែប cardio ខ្លះបូកជាមួយនឹងលំហាត់ប្រាណបែប flexibility ដូចជា yoga ដូចជាអីហ្នឹងគឺទី1គឺជួយយើងបានកសាងសាច់ដុំបានរូបរាងស្អាតស្រកខ្លាញ់បានសុខភាពល្អអូខេហ្នឹងហើយនេះគឺជាអ្វីដែលខ្ញុំចង់ស្រាយចម្ងល់ហើយក៏ចង់ជំរុញដើម្បីកុំឲ្យអ្នកមួយចំនួនគាត់មិនឆ្ងល់ទេប៉ុន្តែជាលេសគាត់អត់ចង់ចាប់ផ្ដើមហាត់ព្រោះថាគាត់ខ្ជិលវាហាត់វាពិបាកអញ្ចឹងណាហើយអញ្ចឹងគាត់យកចំណុចហ្នឹងយកមកជាលេសអត់ចាប់ផ្ដើមហាត់តែម្ដងអញ្ចឹងត្រូវតែចាប់ផ្ដើមហាត់ប្រាណទើបយើងអាចទទួលបានសាច់ដុំអាចទទួលបានរាងស្អាតអាចសម្រស់ខ្លាញ់អាចថែរក្សារូបរាងអាចពង្រឹងសាច់ដុំពង្រឹងឆ្អឹងអីពង្រឹងសុខភាពអីបានទាំងអស់អញ្ចឹងចាប់ផ្ដើមហាត់ប្រាណទាំងអស់គ្នា